តាជាអសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូទី22បាទឥឡូវនេះយើងមកកាន់មេរៀនរបស់យើងបន្តទៀតបន្ទាប់ពីយើងសម្រាករយៈពេលប្រហែលថ្ងៃដូចជា2 3ថ្ងៃហើយអត់បានចេញវីដេអូជូនខ្មោចខាតពេលវេលាយូរថ្ងៃហ្នឹងយើងមករៀនមេរៀនរបស់យើងបន្តទៀតបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានជាប្រយោគមួយហើយនឹងជូនជាពាក្យមួយចំនួនដើម្បីបងរៀនបង្កើតពាក្យបង្កើតជា clear ប្រយោគដើម្បីសួរដើម្បីនិយាយអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះខ្ញុំឲ្យប្រយោគមួយដែលយើងអានទាំងអស់គ្នាតោះ我家对面有ចុចអញ្ចឹងមកបាទអញ្ចឹងត្រង់កន្លែងហ្នឹងយើងបកមកថានៅទល់មុខផ្ទះខ្ញុំមានអីគេអញ្ចឹងណាបាទអញ្ចឹងខ្ញុំប្របែកពីឲ្យបន្តិច我បកប្រែថាខ្ញុំជានេះផ្ទះបាទ对面បាទ对面ទល់មុខបាទយោបកប្រែថាមានអញ្ចឹងពេល clear ហ្នឹងបញ្ចូលគ្នាយើងបកថានៅមុខផ្ទះរបស់ខ្ញុំហ្នឹងបាទនៅមុខផ្ទះខ្ញុំមានអីគេអញ្ចឹងទៅឥឡូវសូមអានប្រយោគហ្នឹងម្ដងទៀតបាទ我家对面有បាទ我家对面有បាទអញ្ចឹងសូមពាក្យទី1ពាក្យទី1អានថា 银行បាទ 银行បកប្រែថាធនាគារបាទអញ្ចឹងបើសិនជាយើងចង់និយាយថានៅតមុខផ្ទះខ្ញុំមានធនាគារអញ្ចឹងយើងនិយាយបែបណាយើងនិយាយថា我家对面有银行បាទសូមម្ដងទៀតបាទ我家对面有银行បាទនៅទល់មុខផ្ទះខ្ញុំមានធនាគារបាទអញ្ចឹងសូមពាក្យទី2បាទ咖啡បាទ咖啡店咖啡店សូមម្ដងទៀតបាទ咖啡店ហាងកាហ្វេកុំអានកាហ្វេបាទកុំអានសំឡេងបែបកាហ្វេបាទគឺ咖啡បាទ咖啡店ហាងកាហ្វេអញ្ចឹងបើសិនជាយើងចង់និយាយថានៅទល់មុខផ្ទះខ្ញុំមានហាងកាហ្វេអញ្ចឹងយើងនិយាយបែបណាបាទ我家对面有咖啡店បាទសូមម្ដងទៀត我家对面有咖啡店អញ្ចឹងបកប្រែមកថានៅទល់មុខផ្ទះខ្ញុំមានហាងកាហ្វេអូខេអញ្ចឹងសូមពាក្យទី3បកប្រែមកថាបាបាទអញ្ចឹងពាក្យទី3យើងអានថាជាវប៉ាបាទជាវប៉ាសំឡេងទី3បាទជាវសំឡេងទី1ប៉ាជាវប៉ាបកប្រែមកថាបាអូខេអញ្ចឹងបើដូចគ្នាផងដែរបើសិនជាយើងចង់និយាយថានៅទល់មុខផ្ទះខ្ញុំមានបាអញ្ចឹងតែអញ្ចឹងយើងអាចនិយាយបានផងដែរ我家对面有酒吧បាទ我家对面有酒吧នៅទល់មុខផ្ទះខ្ញុំមានបាបាទតើឥឡូវខ្ញុំបានរៀបចំនៅ clear មួយទៀតសម្រាប់ចែកជូនបងប្អូនអរគ្នាអញ្ចឹង clear នេះយើងអានទាំងអស់គ្នាតោះ现在你在哪里បាទ现在你在哪里បាទបកប្រែមកថាឥឡូវនេះអ្នកនៅឯណាបាទឥឡូវនេះអ្នកនៅឯណាបាទសូមអានម្ដងទៀតបាទ现在你在哪里បាទ现在នឹងបកប្រែមកថាឥឡូវនេះបាទ你在哪里តើអ្នកនៅឯណាបាទអញ្ចឹង clear នឹងយើងអានថា现在你在哪里បកប្រែមកថាឥឡូវនេះតើអ្នកនៅឯណាបាទឥឡូវហ្នឹងអ្នកនៅណាបាទអញ្ចឹង clear យើងអាចឆ្លើយថា现在បាទឥឡូវនេះ我在បាទ现在我在ឥឡូវនេះខ្ញុំនៅឯណាបងប្អូននៅទីណាដាក់ទីតាំងនឹងមកប៉ុន្តែក្នុងប្រយោគនេះខ្ញុំដាក់ថាអីគេធនាគារ银行បាទ现在我在银行បកប្រែមកថាឥឡូវនេះខ្ញុំនៅធនាគារអញ្ចឹងណាអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាប្រើពាក្យថា现在សកម្មភាពមួយហ្នឹងគឺបានន័យថាអ្នកទាំងអស់គ្នាកំពុងតែនៅទីតាំងហ្នឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាប្រាប់គេថាឥឡូវហ្នឹងខ្ញុំនៅធនាគារ现在我在银行អញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាកំពុងតែនៅធនាគារហ្នឹងឯងបាទឥឡូវឧទាហរណ៍មក clear ទៀតយើងដាក់មកដូចគ្នាបាទ现在我在机场បាទ机场បកប្រែមកថាប្រលានយន្តហោះ
អត់ទាន់បានទៅសេឲ្យអញ្ចឹងអ្នកនរគ្នាអាចកត់ពាក្យនេះបន្ថែមថ្មីថែមមួយទៀតបាទអញ្ចឹងសូមអានម្ដងទៀតបាទ现在我在机场បកប្រែថាឥឡូវនេះខ្ញុំនៅប្រលានយន្តហោះអញ្ចឹងអ្នកនរគ្នាចេះពីរឃ្លាហ្នឹងអ្នកនរគ្នាអាចរៀនបង្កើតជាប្រយោគតាក់ទងទៅនឹងការរៀបរាប់ការនិយាយថានៅទល់មុខផ្ទះយើងមានអីគេហើយឥឡូវហ្នឹងយើងនៅឯណាអីអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអត់លំបាកទេគ្រាន់តែបដូរទីតាំងអ្នកនរគ្នាគ្រាន់តែយកទីតាំងណាដែលអ្នកនរគ្នានៅហ្នឹងយកមកដាក់ត្រង់ចន្លោះខាងក្រោយនេះទៅជាការស្រេចបើសិនជាបងត្រូវការ select កិច្ចការងារខាងក្រោយនេះដើម្បីកត់អញ្ចឹងបងគ្រាន់តែចូលនៅក្នុង channel Telegram របស់បងត្រង់របៀប search បងគ្រាន់តែវាយពាក្យខាងក្រោមនេះនៅក្នុងខ្ញុំមានបង្កើតជា group public មួយសម្រាប់ឲ្យបងអាចទាញយក select មេរៀននេះដោយឥតគិតថ្លៃផងដែរអរគុណច្រើនជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូបន្តទៀតអូខេបាយបាយចែកជៀន